អូខេតោះសួស្តីទាំងអស់គ្នាហើយយើងមកមើលការវិភាគ trade ទៅលើ Nasdaq អូខេអញ្ចឹងទៅលើការ trade Nasdaq បើយើង check មើលជាទូទៅអូខេខ្ញុំរងចាំមាន2 scenario ទី1វាមកយកនៃ low អូខេ low ហើយ low នេះវាមានទៅលើអូខេ fair value gap អូខេឬក៏វាមក clear high អូខេអញ្ចឹងយើងដឹងថាវាយកចំណុចមួយណាទេចឹងអូខេចឹងយើងចាំមើលវាចូលទៅលើ scenario មួយណា buy ឬក៏ sell អូខេតោះចឹងបើវាយក high អូខេយើងនឹងរកឱកាស sell ទម្លាក់ដល់អូខេ risk reward របស់យើង risk reward របស់យើង1 2 អូខេនេះគឺជា position ដែលយើងបានចូលនេះអូខេកន្លែងនេះគឺខ្ញុំដាក់ limit ប៉ុន្តែអូខេវាអត់ចូលមានថា lot size ដែលយើងដាក់ហ្នឹងគឺវាខ្ពស់ពេកអញ្ចឹងវាធ្វើឲ្យ liquidity របស់យើងអត់គ្រប់ liquidity អត់គ្រប់អូខេអញ្ចឹងក៏ខ្ញុំចូលដៃវិញទៅទម្លាក់ lot size ចូលដៃទៅអូខេអញ្ចឹងបច្ចុប្បន្នវាដល់ TP របស់យើងហើយនេះអូខេតោះអញ្ចឹងយើងត្រឡប់មកវិញអញ្ចឹងបើយើងមើលការវិភាគបែបសាមញ្ញទី1អ្នកគ្នា check មើលកន្លែងនេះឃើញអូខេឬក៏យើងចូលមកក្នុង high time frame អ្នកគ្នាឃើញដូចខ្ញុំការវិភាគអញ្ចឹងអ្វីដែលការរំពឹងទុករបស់ខ្ញុំដែលខ្ញុំបាននិយាយអូខេទី1 scenario មាន2 sell ជាមួយនឹង buy ហើយចំពោះការ buy ទី1វាត្រូវតែ clear low ហើយតម្លៃមួយនេះវាមាន fair value gap អូខេហើយយើងចូលមក check មើល3នាទីអូខេ3នាទីវាមានការ clear មានន័យថាទីផ្សារកំពុងតែបង្កើត accumulation អូខេមានន័យថាទីផ្សារកំពុងតែប្រមូលផ្ដុំនៃ liquidity អូខេហើយបន្ទាប់មកទីផ្សារក៏បុកឡើងអូខេបានបង្កើតជា CISD អញ្ចឹងទៅអញ្ចឹងក៏យើងចូល position នៅចំណុចនៃ CIC ហើយក៏មាននៃចំណុចអូខេរបស់ fair value gap ដែរអ្នកឃើញអូខេអញ្ចឹងចំពោះការ trade លើ Nasdaq គឺយើងសិក្សាតែការប្រមូលមានថាសិក្សាតែការប្រមូលផ្ដុំនៃ liquidity ទេអូខេទីផ្សាររបស់ Nasdaq គឺសួរ trade ត្រង់ថាវាប្រមូលតែប្រមូលមានថាប្រមូលផ្ដុំនៃ liquidity ហើយគឺវានឹងរុញតម្លៃទៅទិសដៅដែលវាអូខេចង់ទៅអញ្ចឹងទៅដោយតម្លៃមួយនេះវាកំពុងតែប្រមូលផ្ដុំនៃ liquidity ឬក៏ការបង្កើត accumulation អូខេតែឃើញចុះមក clear liquidity អស់ហើយរុញតម្លៃឡើងទៅលើបង្កើតអីគេ killer wave ផ្សេងៗក៏រុញតម្លៃឡើងទៅបន្តឃើញអូខេ